okថ្ងៃនេះយើងមានមុខម្ហូបថ្មីងាយស្រួលធ្វើដែលមុខម្ហូបហ្នឹងមានដូចជាតកួនជាមួយនឹងសាច់គោដែលគេល្បីក្នុង TikTok គេហៅថាងើឆិតប៉ុន្តែបងខ្ញុំហៅតកួនឆាសាច់គោហើយយើងត្រូវមានដូចជាសាច់គោយើងត្រូវយកសាច់គោណាដែលរៀងសាច់ផុយហើយបងប្អូនហាន់ប្រទេសស្ដើងអញ្ចឹងមកដើម្បីឲ្យងាយស្រួលពេលយើងឆាសាច់ផុយល្អអញ្ចឹងហើយបន្ទាប់មកយើងដាក់ជាមួយនឹងគ្រឿងដោយសាច់គោពីច្រើនមុនឆាគឺខ្ញុំលាយគ្រឿងតិចហើយចំពោះការលាយគ្រឿងមានដូចជាប្រេងខ្យងកន្លះស្លាបព្រាទឹកស៊ីអ៊ីវ1ស្លាបព្រាហើយនឹងទឹកស៊ីអ៊ីវខាប់ចង់ដាក់ក៏បានអត់ក៏បានដែរខ្ញុំគាត់ដាក់ដើម្បីឲ្យសាច់គោពេលឆាទៅយើងមានពណ៌ដាក់យកពណ៌ហើយយើងលាយគ្រឿងផ្សំជាមួយនឹងសាច់គោហ្នឹងច្បល់ចូលគ្នាឲ្យសព្វដើម្បីឲ្យវាចូលជាតិនៅពេលដែលយើងឆាយើងមិនបាច់ផ្សំគ្រឿងច្រើនទេហើយបន្ទាប់មកយើងមានដូចជាម្ទេសខ្ទឹមសយើងបុកគ្រឿងទាំងពីរនឹងឲ្យម៉ត់ហើយយើងបុកវាឲ្យច្រើនតិចទៅព្រោះដើម្បីយើងយកទៅលាយជាមួយនឹងសាច់ដែលយើងឆាហើយនឹងទឹកសុសដែលយើងយកមកជ្រលក់ជាមួយនឹងឆាតកួនយើងឥឡូវគ្រឿងយើងបានបុកម៉ត់ហើយអញ្ចឹងយើងទុកម្លាយសិនហើយបន្ទាប់មកគឺយើងទៅធ្វើទឹកសុសដែលទឹកសុសគឺខ្ញុំចូលចិត្តប្រើជាមួយទឹកតៅហ៊ូហើយគ្រឿងផ្សំមានដូចជាតៅហ៊ូប៊ីចេងស្ករហើយនឹងទឹកដោះគោខាប់ដាក់ដើម្បីឲ្យវាឈ្ងុយហើយឆ្ងាញ់ហើយបងប្អូនលាយគ្រឿងទាំងអស់ណាដូចខ្ញុំអញ្ចឹងហើយបន្ទាប់មកយើងថែមក្រូចឆ្មាយើងចាក់ក្រូចឆ្មារួចបន្ទាប់មកគឺយើងបន្ថែមគ្រឿងដែលយើងបានបុកហើយចាបន្ទាប់ពីយើងបន្ថែមគ្រឿងដែលយើងបានបុកហើយគឺកូរវាឲ្យសព្វអ្នកបងប្អូនអាចប្រើជាមួយនឹងទឹកអំបិលមិនក៏បានដែរបានដូចគ្នាឆ្ងាញ់ដូចគ្នាតែសម្រាប់ខ្ញុំចូលចិត្តទឹកតៅហ៊ូបន្ទាប់ពីលាយទឹកជ្រលក់នឹងយើងលាយសព្វហើយយើងទុកទឹកជ្រលក់នឹងដាច់សិនបន្ទាប់មកគឺយើងទៅធ្វើការឆាជាមួយនឹងប្រពន្ធសាច់គោដោយដំបូងយើងមានប៊ឺយើងប្រើប៊ឺយើងប្រើពេញឆាព្រោះតែប៊ឺវាឈ្ងុយជាងក្រូចឆ្មាបន្ទាប់ពីយើងដាក់ប៊ឺឲ្យយើងឆាឲ្យឈ្ងុយទៀតយើងបន្ថែមគ្រឿងយើងបានបុកហើយឲ្យយើងបន្ថែមគ្រឿងរួចយើងឆារហូតដល់តែគ្រឿងយើងក្លិនឈ្ងុយបន្ទាប់មកគឺយើងបន្ថែមជាមួយនឹងសាច់គោហើយជាមួយសាច់គោបងប្អូនបាច់ឆាឲ្យឆ្អិនពេកទេយើងឆាតែ2-3កន្លប់ដើម្បីឲ្យសាច់គោមើលទៅយើងឆ្អិនតិចឆាប្រហែលជារយៈពេល1 ទៅ 2 អីទៅបានបងប្អូនដើម្បីឲ្យសាច់គោយើងស្វិតបន្ទាប់ពីយើងបានប្រហែលជា1 ឬ 2 នាទីរួចហើយបងប្អូនមើលដូចឃើញសាច់រៀងប៉ុណ្ណឹងបងប្អូនបន្ថែមទឹកគោដែលយើងបានរៀបចំហើយបងប្អូនឆាបន្លប់តកួនជាមួយសាច់គោនឹងច្បល់ចូលគ្នាឲ្យយើងសព្វហើយជាបងប្អូនក្នុងការឆាបងប្អូនប្រើភ្លើងឲ្យក្តៅបន្តិចដើម្បីកុំឲ្យសាច់យើងស្វិតហើយកុំឲ្យតកួនយើងនឹងរៀងស្ពូនពេកចាព្រោះរសជាតិគឺយើងត្រូវការតកួនរៀងឆាប់ហើយនឹងសាច់គោកុំឲ្យស្វិតបានយើងញ៉ាំទៅឆ្ងាញ់ល្អអញ្ចឹងបងប្អូនគាត់តែឆាត្រឡប់រហូតដល់តែតកួននឹងប្រែពណ៌ដូចប៉ុណ្ណឹងហើយឥឡូវការឆារបស់យើងនឹងឆ្អិនហើយអញ្ចឹងបងប្អូនទាំងអស់គ្នាអាចមកភ្លក់ជាមួយខ្ញុំបានដោយរសជាតិគឺហឹរឆ្ងាញ់ហើយសាច់គោអត់ស្វិតសម្រាប់តកួនវិញគឺស្រួយល្អអញ្ចឹងបងប្អូនអាចសាកល្បងធ្វើទាំងអស់គ្នារសជាតិបងប្អូនអាចញ៉ាំជាមួយនឹងបាយសក៏បានអាចញ៉ាំជាមួយនឹងរបស់ត្រជាក់ៗក៏បានដែរហើយបងប្អូនកុំភ្លេចសាកល្បងធ្វើទាំងអស់គ្នាណាអរគុណ